សូមស្វាគមន៍មកកាន់ Wisdom Sharing Hub ថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលមានចំណងជើងថាមនុស្សមានបញ្ហាព្រោះគេមិនដឹងថាខ្លួនឯងចង់បានអ្វីទី1តើអ្នកពិតជាច្បាស់លាស់អំពីគោលដៅជីវិតរបស់អ្នកហើយឬនៅសង្គមបច្ចុប្បន្នពោរពេញទៅដោយព័ត៌មាននិងការជំរុញច្រើនយ៉ាងដែលធ្វើឲ្យមនុស្សភាគច្រើនស្រពេចស្រពិលក្នុងការសម្រេចចិត្តមនុស្សជាច្រើនបាត់បង់ទិសដៅព្រោះថាពួកគេមិនដឹងថាខ្លួនឯងចង់បានអ្វីពួកគេមានការរអាក់រអួលព្រោះខ្លាចបរាជ័យពួកគេរងចាំឱកាសល្អប៉ុន្តែឱកាសល្អមិនមែនចេញពីការរងចាំទេដូច្នេះតើអ្នកអាចធ្វើអ្វីដើម្បីកំណត់ទិសដៅជីវិតឲ្យបានច្បាស់លាស់ទី2ចំណុចសំខាន់ដែលត្រូវកំណត់ឲ្យបានច្បាស់លាស់តើអ្នកចង់ធ្វើអ្វីក្នុងអាជីពចង់ក្លាយជាជំនាញខាងអ្វីឬមួយក៏អ្នកចង់ចូលរួមក្នុងវិស័យណាតើអ្នកចង់មានជីវិតផ្ទាល់ខ្លួនបែបណាចង់រស់នៅដោយសេរីភាពឬមួយអ្នកចង់មានជីវិតមានស្ថិរភាពតើអ្នកចង់ទទួលស្គាល់សហគមន៍យ៉ាងដូចម្តេចចង់ក្លាយជាបុគ្គលដែលអ្នកផ្សេងគោរពការកំណត់ទិសដៅបានច្បាស់លាស់គឺជាជំហានដំបូងនៃភាពជោគជ័យទី3តើធ្វើដូចម្តេចដើម្បីក្លាយជាមនុស្សដែលមានគោលដៅច្បាស់លាស់ដើម្បីក្លាយជាមនុស្សដែលមានគោលដៅច្បាស់លាស់អ្នកត្រូវចេះសួរខ្លួនឯងរាល់ព្រឹកនិងរាល់យប់សួរខ្លួនឯងថាតើខ្ញុំកំពុងឈានទៅរកអ្វីចាប់ផ្ដើមសរសេរផែនការមិនចាំបាច់ពិបាកដូច្នេះអ្នកត្រូវកត់ត្រារឿងដែលខ្ញុំចង់សម្រេចក្នុងសៀវភៅកត់ត្រារបស់អ្នកអានសៀវភៅនិងស្វែងយល់អំពីអ្នកជោគជ័យព្រោះអ្វីដែលអ្នកបញ្ចូលក្នុងខួរក្បាលរបស់អ្នកនឹងคล้ายជារបៀបគិតនិងជីវិតរបស់អ្នកកុំរងចាំឱកាសចូលបង្កើតឱកាសមនុស្សជោគជ័យមិនមែនរងចាំឱកាសនោះទេពួកគេបង្កើតឱកាសដោយខ្លួនឯងសូមចាប់ផ្ដើមថ្ងៃនេះកុំរងចាំថ្ងៃស្អែករួមសេចក្តីមកមនុស្សមានបញ្ហាព្រោះពួកគេមិនដឹងថាខ្លួនឯងចង់បានអ្វីដូច្នេះចូលកំណត់គោលដៅឲ្យបានច្បាស់លាស់អនាគតល្អមិនមែនជាបំណុលសម្រាប់អ្នកទុកចិត្តទេប៉ុន្តែគឺជាបទពិសោធន៍សម្រាប់អ្នកបង្កើតកុំរងចាំឱកាសសូមចាប់ផ្ដើមបង្កើតអនាគតអ្នកនៅថ្ងៃនេះចែករំលែកអត្ថបទនេះទៅកាន់មិត្តភ័ក្តិនិងអ្នកដែលចង់ផ្លាស់ប្ដូរជីវិតចូលរួមជួយ Wisdom Sharing Hub ដើម្បីទទួលបានចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃអរគុណសម្រាប់លោកអ្នកដែលតាមដានវីដេអូនេះហើយក៏សូមជូនពរលោកអ្នកមានសុខភាពល្អជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈ